បាទសួស្តីនេះខ្ញុំធ្វើវីដេអូមួយដើម្បីបង្ហាញពីរបៀបយើង track ទៅរកទីតាំងរបស់ឡានណាដើម្បីយើង track ទៅរកទីតាំងរបស់ឡានដំបូងឡើយយើងមើលខាងក្រោមមានពាក្យ list អឺមានពាក្យ home មានពាក្យ alert ហើយនិងមានពាក្យ profile អញ្ចឹងដើម្បីយើងចូលទៅ track ឡានគឺយើងមិនត្រូវឈរនៅលើពាក្យ home ទេគឺយើងត្រូវឈរលើពាក្យ list យើងចុចលើពាក្យ list ហើយតមកយើងចុចទៅលើពាក្យ tracking ទៅលើស្លាកលេខឡានណាមួយដែលយើងចង់ track ទៅរកឧទាហរណ៍លេខស្លាកលេខ2232អញ្ចឹងណាយើងចុចលើពាក្យ tracking របស់ស្លាកលេខហ្នឹងមកអញ្ចឹងវាបង្ហាញតែឡានហ្នឹងមួយទេពេលដែលវាបង្ហាញតែឡានមួយហ្នឹងនៅលើ Google Map ឬនៅលើផែនទីហ្នឹងតោះមកបងប្អូនចុចទៅលើពាក្យលើរូប icon ឡានណាយើងយកចលដៃរបស់យើងចុចទៅលើ icon ឡានពណ៌ក្រហមហ្នឹងមកយើងចុចទៅវានឹង load សញ្ញាGoogle Map ហើយនិងសញ្ញាព្រួយអាហ្នឹងបានន័យថាសញ្ញានាំផ្លូវអញ្ចឹងយើងចុចលើហ្នឹងមកយើងចុចលើ Google Map ក៏បានចុចលើសញ្ញាព្រួយហ្នឹងក៏បានដែរតោះមកយើងត្រូវចុចលើពាក្យ start ពេលយើងចុចទៅវានឹងtrack ទៅរកទីតាំងឡានរបស់យើងហើយវាប្រាប់ពីទីតាំងយើងទៅទីតាំងឡានរបស់យើងនេះឥឡូវវាចេញមកហើយចេញមកអញ្ចឹងបងប្អូនមើលឃើញនេះទីតាំងរបស់យើងគឺនៅចាប់ដើមណាហើយទីតាំងឡានយើងមើលខាងចុងអញ្ចឹងយើងមើលឃើញវាប្រាប់ផ្លូវអញ្ចឹងយើងជិះតាមតតពណ៌ខៀវហ្នឹងទៅគឺទៅដល់ទីតាំងរបស់ឡានហើយអាហ្នឹងរបៀបដែលយើង track ទៅរកឡានយើងជិះតាមផ្លូវហ្នឹងទៅវានាំយើងទៅដល់ទីតាំងឡានអញ្ចឹងវាអត់មានអីបាក់ទេឡានយើងនៅដល់ណាក៏វានាំផ្លូវយើងទៅបានដែរបាទអរគុណ